ចំណតយើងចនកន្លែងនេះហើយនេះកន្លែងនេះកន្លែងស្ថានីយ៍បង់លុយគេដាក់ PlayStation នេះបាទអញ្ចឹងយើងទូទាត់នេះនៅក្នុងនេះមើលចាំងតិចអត់សូវឃើញយើងទូទាត់ហ្នឹងនេះសូកាត scan នៅនឹងមកបាទហើយយើងនេះគឺកន្លែងដែលយើងចូលមកដើម្បីយកភ្ញៀវតាក់ស៊ីហ្នឹងហើយនៅឡើងទៅលើនេះទៅចូល check in នៅលើនេះនេះ arrival នេះយើងចូលពីស្ថានីយ៍អ្នកដំណើរទី2បាទហើយយើងចូលទៅមានចរាចរណ៍យើងឡើងទៅលើត្មងមកនេះយើងមកខាងក្រៅខាង arrival នោះចរាបាទចរាមានទាំងសងខាងទាំងចរាប្រអប់ទាំងចរាកម្មហូរចុះក្រោមយើងមកកន្លែងចតឡានហើយយើងដើរទៅមុខទៀតយើងចំណតយើងចតកន្លែងនេះហើយនេះកន្លែងស្ថានីយ៍បង់លុយគេដាក់ PlayStation នេះបាទអញ្ចឹងយើងទូទាត់នេះនៅក្នុងនេះមើលចាំងតិចអត់សូវឃើញយើងទូទាត់ហ្នឹងនេះសូកាត scan នៅនឹងមកបាទហើយយើងនេះគឺកន្លែងដែលយើងចូលមកដើម្បីយកភ្ញៀវតាក់ស៊ីហ្នឹងហើយនៅឡើងទៅលើនេះទៅចូល check in នៅលើនេះនេះ arrival បាទអូខេចាំឥឡូវយើងចូលទៅលើសិននេះយើងចូលពីស្ថានីយ៍អ្នកដំណើរទី2បាទហើយយើងចូលទៅមានចរាចរណ៍យើងឡើងទៅលើត្មងមកនេះយើងមកខាងក្រៅខាង arrival នោះចរាបាទចរាមានទាំងសងខាងទាំងចរាប្រអប់ទាំងចរាកម្មបាទនេះទិដ្ឋភាពមកថ្ងៃចូលឆ្នាំថ្ងៃទី1បាទទៅជាថ្ងៃ14ខែមេសាឆ្នាំ2026យើងនេះបាទម៉ោង1គត់បាទនេះបាទថ្ងៃនេះមានភ្ញៀវយើងច្រើនបាទហោះទៅខាងណាខ្លះទេបាទនេះអត់មានយន្តហោះទេប៉ុន្តែនោះផ្លូវស្ពានមានប្រោននៅក្នុងពេលយើង check in ចូលបាទជាងផ្លូវដើរទៅកាន់ gate ហើយមាន showroom របស់ Lexus នេះ